ឯកឧត្តមបណ្ឌិតសពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបបានណែនាំទៅដល់កងកម្លាំងនគរបាលខេត្តកែបទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់បដិញ្ញាការពារឲ្យកាន់តែបាននៅសន្តិភាពសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈនៅថ្ងៃច័ន្ទទី28ខែមេសាឆ្នាំ2025ស្នងការដ្ឋាននគរបាលខេត្តកែបបានរៀបចំពិធីសំណេះសំណាលជាមួយនឹងកងកម្លាំងនគរបាលក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2025ក្រៅមធិបតីភាពឯកឧត្តមបណ្ឌិតសំពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបនៅក្នុងបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តកែបពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍តូសម្បត្តិសុធិរតស្នងការនគរបាលខេត្តកែបមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តមេបញ្ជាការរងតំបន់ប្រតិបត្តិការសង្គ្រោះខេត្តមេបញ្ជាការរងវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ430មន្ទីរអង្គភាពជំនាញខេត្តអភិបាលក្រុងស្រុកលោកស្រីស្នងការរងនគរបាលខេត្តនាយរងនាយការិយាល័យជំនាញអធិការនគរបាលក្រុងស្រុកនិងមន្ត្រីពាក់ព័ន្ធអញ្ជើញចូលរួមផងដែរក្រោយពីបានស្ដាប់របាយការណ៍សង្ខេបស្ដីពីសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមពីលោកឧត្តមសេនីយ៍តូសម្បត្តិសុធិរតស្នងការនគរបាលខេត្តរួចមកឯកឧត្តមបណ្ឌិតសំពិសិដ្ឋក៏បានពំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនាឱកាសឆ្នាំថ្មីពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅដល់កងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកែបទាំងអស់និងក្នុងនាមឯកឧត្តមផ្ទាល់ក៏បានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំនិងមន្ត្រីកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ដែលមានស្មារតីទទួលខុសត្រូវខ្ពស់នៅក្នុងការអនុវត្តតាមទូនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អនៅក្នុងការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមបានល្អប្រសើរជូនទៅដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់និងអញ្ជើញមកសម្រាកលំហែកម្សាន្តនៅក្នុងខេត្តនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ2025រយៈពេល3ថ្ងៃប្រកបទៅដោយសុវត្ថិភាពខ្ពស់ដោយពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេបន្ថែមពីនេះឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍ណែនាំទៅដល់កងកម្លាំងនគរបាលត្រូវបន្តខិតខំយកចិត្តទុកដាក់បដិញ្ញាការពារឲ្យកាន់តែបាននៅសន្តិសុខសុវត្ថិភាពសន្តិភាពសណ្ដាប់ធ្នាប់សាធារណសង្គមនៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងត្រូវសហការល្អជាមួយនឹងមន្ទីរអង្គភាពជុំវិញខេត្តនិងពិសេសត្រូវមានឯកភាពជាតិតែមួយមិនត្រូវស្ដាប់ការញុះញង់ពីជនអគតិដែលប៉ុនប៉ងជាន់ពន្លិចសុខសន្តិភាពរបស់ប្រទេសជាតិនៅក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិតក៏បានឧបត្ថម្ភនៅគ្រឿងឧបភោគបរិភោគមួយចំនួនធំរួមជាមួយនឹងថវិកាបន្ថែមទៀតផងដែរ